នេះគឺជា skin អ៊ំ Seven Granger ហើយខ្ញុំនឹងយក skin នេះទៅធ្វើរឿងមួយដែលនឹកស្មានមិនដល់រឿងអីទៅបងអត់តន់ប្រាប់ទេចាំមើលដឹងអីម៉ែ Granger ពាក់ Sky Piercer 5អូនឯងសាកចូលមើល item បងមើលលុយអត់បងលុយខ្លាំងលុយខ្លាំងខ្ញុំធ្លាប់តែឃើញplayer ណាហើយនឹង player Angela គេពាក់ Sky Piercer 5មកខ្ញុំចង់ដឹងថាអានោះវាសាហាវប៉ុណ្ណាបើតាមខ្ញុំដឹងនៅពេលយើងពាក់ Sky Piercer 1សាហាវប៉ុនកោដៃហ្នឹងចូលមកយើងពាក់ Sky Piercer 5ទៀតមកសាហាវប៉ុនផ្លូវបណ្ដោយតែខ្ញុំឮថានៅពេលយើងពាក់ Sky Piercer 5ចូលនេះគេជាយើងចឹងក៏ប៉ុន្តែជាទៅខ្ញុំចង់ដឹងខ្ញុំចង់សាកសិនមើលគេជាសិនព្រៃមកយើងសាកគិតសម័យមើលនៅពេលយើងពាក់ Sky Piercer 1 stage យើងមាន80ចូលយើងពាក់5ទៅ stage យើងឡើង400ហ្នឹងច្រើនជុំយ៉ា400មិនតិចណាអូតែប៉ុណ្្នឹងគ្មានអាណាស៊ីពេលតនយើងហើយគេក៏ជាយើងខ្លាំងដែរហើយខ្ញុំក៏បានសួរគ្នារបស់ខ្ញុំថាមើល item ខ្ញុំមើលលុយអត់ហើយគ្នារបស់ខ្ញុំក៏បាននិយាយថាលុយណាបងលុយណាគេជេរម៉ាលើអើយណាគេហ៊ានជេរម៉ាកើតបើ Granger MC ពេលសាហាវអីនេះ stake 80មើលហើយនេះអូក៏មកបងលឿនសួរ enemy ដល់លុយកន្លែងនេះអញ្ចឹង enemy តដៃឲ្យរួចទេ Sky Piercer ខ្ញុំ400 stake អាមានដល់បងនេះបើចង់យ៉ាងនេះខ្ទេចទៅ BB ផាសាចង់រត់ទៅណានេះតបងនេះបើចង់យ៉ាងនេះខ្ទេចស្លាប់ទៅ BB ហើយមកយើងមានឃើញសាហាវណា Sky Piercer 5សាហាវណាសាកតខ្ញុំបានមើលសាកមើលក៏ជាម៉ែដែរអូខ្ញុំភ្លេចសួរប្រិយមកយើងបានទិញ skin Prime Granger ហើយនៅស្អាតខ្លាំង skin ហ្នឹងយើងចង់ទិញអាផាសធម្មតាក៏បានផាស premium ក៏បានដែរប្រិយមកយើងបានដូចគ្នា skin Prime ហ្នឹងហើយសំខាន់ប្រិយមកយើងត្រូវធ្វើថាសវារងថ្ងៃដើម្បីទទួលបាន skin Prime ថ្មីហ្នឹងហើយនៅក្នុង M7 ផាសហ្នឹងក៏មាន skin Granger នៅមាន skin free ទៀតដូចជា skin កតោកចាហ្នឹងក៏ free យើងដែរអញ្ចឹងគ្នាយើងគ្រាន់ធ្វើថាសដល់ level 45ហ្នឹងយើងទទួលបាន skin free ហើយនៅមួយទៀត skin ដែលប្រិយមកយើងចង់បានខ្លាំងគឺជា skin Prime Granger អញ្ចឹងប្រិយមកយើងគ្រាន់ធ្វើ unlock វាដល់ level 75ហ្នឹងយើងទទួលបាន skin Prime Granger ហ្នឹងហើយអញ្ចឹងប្រិយមកយើងគ្រាន់ធ្វើថាសរងថ្ងៃទៅយើងទទួលបាន skin Prime មួយហ្នឹងហើយមួយទៀតអ្វីដែលកម្មពិសេសនោះបើសិនជាប្រិយមកយើង unlock ដល់ level 150យើងទទួលបានរូបសនៈរបស់ Granger មួយលុយខ្លាំងមែនទែនតែរូបសនៈបើសិនជាប្រិយមកយើងចង់បានត្រូវចំណាយពេជ្រអស់ច្រើនតិចហើយបើនៅកន្លែងនេះវិញគេធ្វើការយើងបើយកកន្លែង lucky ដើម្បីទទួលបាន skin M ស្រីចាស់ចឹងប្រិយមកយើងក៏ភ្លេចចូល ផងណាហើយនៅមួយទៀតចាប់ពីថ្ងៃទី21ខែ1រហូតដល់ថ្ងៃទី8ខែ2នៅក្នុងហ្នឹងគឺមាន event មួយឈ្មោះថា event with party បានថាសប្តាហ៍នៃការជប់លៀងចឹងនៅក្នុងចន្លោះថ្ងៃទាំងអស់ហ្នឹងគឺគ្នាអាចទទួលបាន skin 100ជាងដែលគេដាក់យើងលេង free ចឹងគឺនៅក្នុងហ្នឹងគេដាក់យើងលេងមកសេរីមកគ្នាអាចចូលលេងបានចឹងគ្នាអាចរងចាំបានណាហើយសម្រាប់ព្រឹត្តិការណ៍ M7 នេះដែរគឺចាប់ផ្ដើមថ្ងៃទី1ខែ1ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី8ខែ2ចឹងគ្នាកុំភ្លេចរួចរាល់នៃការសប្បាយជាមួយនឹង event M7 ទាំងអស់គ្នាចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយអរគុណទៅដល់ប្រិយមិត្តយើងដែលបានមើលវីដេអូដល់ចប់ហើយខ្ញុំនិយាយណាសឺលះមកទៅថាផ្ដាសាចឹងបាទយើងខំតែចឹងអរគុណបាយបាយ